បាទម្ចាស់ឡានរវល់តែយកកណាត់បាំងស្លាកលេខឡានបងប្អូនម្ចាស់ម៉ូតូស្ងាត់មានគ្នាមកដឹកយកទៅបាត់ឥឡូវនេះនៅសល់តែម្ចាស់ឡានហើយនឹងសមត្ថកិច្ចទេបាទគេនៅវេលាម៉ោង11:30នាទីយប់ត្រូវនៅថ្ងៃទី16ខែកក្កដាឆ្នាំ2026ដោយម្ចាស់រថយន្តហ្នឹងគឺតាមការបញ្ជាក់របស់គាត់ហ្នឹងគឺគាត់បានតែឈប់ស្តុបបាទឈប់ស្តុបហ្នឹងដល់ពេលមិនដឹងយ៉ាងម៉េចទេបងអូនប្រុសដែលជិះម៉ូតូនិចហ្នឹងក៏មកបុកទូតគាត់បុកឡានគាត់ហ្នឹងពីក្រោយបណ្ដាលឲ្យបែកកញ្ចក់ខាងក្រោយហើយសួរទៅខាងបងអូនប្រុសគាត់ថាប៉ះដៃចកូតមួយគេហើយមួយគ្រឿងម៉ូតូមួយគ្រឿងទៀតហ្នឹងទៅបាត់ហើយនៅសល់ម៉ូតូគាត់ទេបាទហើយស្ងាត់ហ្នឹងទៅចែកទៅទាសំណងហ្នឹងឮថាម្ចាស់រថយន្តហ្នឹងទាសំណងចំនួន$1000ដោយសារតែរថយន្ត MG7 ហ្នឹងគាត់ទើបតែទិញថ្មីទេបងប្អូនបាទហើយទា1000ហ្នឹងក៏ខាងម្ចាស់ម៉ូតូហ្នឹងអញមានគ្នាមកហ្នឹងស្មានតែមកជួយដោះស្រាយមិនមកជួយដោះស្រាយជួយបដោះយកម្ចាស់ម៉ូតូទៅបាត់ហើយឥឡូវនៅសល់តែម្ចាស់ឡានហើយសមត្ថកិច្ចបាទហើយរថយន្តរងការខូចខាតផ្នែកខាងក្រោយតិចខាងស្ដាំហើយនេះការខូចខាតនេះគឺនៅខាងនេះបាទនេះតិចខាងក្រោយហើយបណ្ដាលឲ្យបែកកញ្ចក់ខាងក្រោយនេះផងដែរឲ្យឡានទៅទិញថ្មីជ្រើងតែម្ដងបងប្អូន MG7 មានស្លាកលេខភ្នំពេញ 2CC 7393បាទឥឡូវនេះនៅថល់តែខាងសមាជិកហើយនឹងម្ចាស់រថយន្តនេះកំពុងតែដោះស្រាយគ្នាមិនដឹងថាដោះស្រាយយ៉ាងម៉េចទេប៉ុន្តែករណីនេះប្រហែលជាត្រូវយកទៅរក្សាទុកសិនហើយដោះស្រាយគ្នាពេលក្រោយទៅព្រមតែរកម្ចាស់ម៉ូតូឃើញបងប្អូនបាទបើសារម៉ូតូគាត់ហ្នឹងបើយើងនិយាយទៅម៉ូតូនិចគាត់ហ្នឹងបើនិយាយពីតម្លៃវិញលក់ទៅវាមិនបានសង$1000ហ្នឹងតែអញ្ចឹងគ្នាភ័យឬក៏យ៉ាងម៉េចហ្នឹងគាត់ជិះរត់តែម្ដងរួមយល់ទុកឡានទុកម៉ូតូហ្នឹងចោលទៀតដោយសារម្ចាស់រថយន្តមិញគាត់ថាឲ្យខាងម៉ូតូហ្នឹងគាត់ហៅបងប្អូនគាត់ឲ្យមកជួយដោះស្រាយហើយស្មានតែម្នាក់ជាអសង្ឃដែលជាបងប្អូនហ្នឹងមកជួយដោះស្រាយមានណាមកជួយដឹកយកទៅបាត់តែម្ដងនេះម៉ូតូនិចផងគាត់ដែរបាទឥឡូវនេះខាងសមាជិកគាត់ឲ្យខាងម្ចាស់រថយន្តឯផ្លានចូលគៀនបងប្អូនបាទដោយសារតែគាត់គូបោះវែងហើយម្ចាស់ម៉ូតូនឹងអត់នៅកន្លែងកាត់ហែទេឥឡូវខាងសមាជិកក៏បានយកម៉ូតូចូលទៅគៀនផងដែរហើយឥឡូវមិនដឹងថាដោះស្រាយយ៉ាងម៉េចអីយ៉ាងម៉េចទេអត់ទៅធ្លាប់ជួបដែរករណីអញ្ចឹងបងប្អូនបាទវាច្រើនដល់ឡានបុកហើយឡានទៅបាត់អញ្ចឹងណានៅសល់ម៉ូតូដល់លើកនេះម៉ូតូបុកហើយទុកម៉ូតូបាត់មនុស្សបាទមុននឹងបិទចង់កាប់ផ្សាយក៏សូមផ្ញើដល់បងប្អូនដែលធ្វើដំណើរតាមដងផ្លូវមិនថាឡានម៉ូតូទេបងប្អូនបាទក៏មេតាបើកបរដែលមានការប្រុងប្រយ័ត្នផងដែរពេលដែលមានបញ្ហាទៅគឺមិនមានអ្នកណាដោះស្រាយជំនួសយើងនិងក្រុមគ្រួសាររបស់យើងទេបាទខ្ញុំបាទនឹងក្រុមការងារសូមអរគុណនិងសូមគោរពលា